ជុំអ្នកនរគ្នាគឺថ្ងៃហ្នឹងសហរដ្ឋអាមេរិកគឺបានបញ្ជូននាវាចម្បាំង USS ហ្នឹង Abraham Lincoln ហ្នឹងមកដល់តំបន់ប្រជុំបូព៌ារបស់យើងអ្នកនរគ្នាអញ្ចឹងគឺនាវាចម្បាំងហ្នឹងគឺជានាវាចម្បាំងដ៏ធំដែលមានផ្ទុកនៅយន្តហោះចម្បាំងជាច្រើនដូចជា S35C Lightning FA-18 ឬក៏ EA-2D អ្នកនរគ្នាសុទ្ធតែជាកម្ពុជាយន្តហោះស៊ើបការវាយប្រហារនៅលើនាវាមួយហ្នឹងណាអញ្ចឹងនៅតំបន់មជ្ឈិមបូព៌ាហ្នឹងគឺនៅជិតប្រទេសអ៊ីរ៉ង់ជាងគេដែរអ្នកនរគ្នាហើយអ៊ីរ៉ង់នឹងបានឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញថាបើសិនជាមានការវាយប្រហារនោះគឺការបើកសង្គ្រាមពេញលេញជាមួយអាមេរិកគឺនឹងកើតឡើងអ្នកនរគ្នាប៉ុន្តែអ្នកនរគ្នាទៅចាំថាអាមេរិកក៏មានអ៊ីស្រាអែលនៅជិតចាំជួយដែរអ្នកនរគ្នាដោយសារតែអ៊ីស្រាអែលគឺបានធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នឹងគឺរ៉ាំរ៉ៃខ្លាំងមែនទែនបើសិនជាមានការវាយប្រហារមែននោះខ្ញុំគិតថាអ៊ីស្រាអែលនឹងចូលរួមជាមួយនឹងសហរដ្ឋអាមេរិកអ្នកនរគ្នាអញ្ចឹងគឺមិនដឹងថាទៅជាយ៉ាងណាទេប៉ុន្តែម្ដងថ្ងៃនេះគឺតំបន់មជ្ឈិមបូព៌ាហ្នឹងដែលនៅជិតអ៊ីរ៉ង់ហ្នឹងគឺឡើងកម្ដៅខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវហ្នឹងគឺបាត់អ៊ីនធឺណិត18ថ្ងៃហើយជាពិសេសហ្នឹងគឺលុយអ៊ីរ៉ង់ធ្លាក់ដល់សឹងតែ0អ្នកនរគ្នាហើយប្រជាជនត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ង់ហ្នឹងចាប់ជាច្រើនអ្នកដែលធ្វើបាតកម្មហ្នឹងអ្នកនរគ្នាដឹងថាយ៉ាងម៉េចទេសង្គ្រាមធំអាចនឹងកើតឡើងក៏ថាបានដែរអ្នកនរគ្នានៅរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយក៏មានអាចនឹងមានអ៊ីស្រាអែលហើយអ៊ីរ៉ង់ជាប្រទេសមួយធំដែរហើយនឹងមានអាវុធច្រើនដែរអ្នកនរគ្នាអត់ដឹងថាយ៉ាងម៉េចទេ